បាទសួស្តីថ្ងៃនេះខ្ញុំមកចែករំលែកតកតងនឹងfinger scan ដដែលទេហើយតកតងនឹង finger scan ហ្នឹងខ្ញុំមកបង្ហាញអំពី upload user មានន័យថា upload បុគ្គលិកឈ្មោះបុគ្គលិកហ្នឹងទៅចូលទៅក្នុង finger scan ដើម្បីឲ្យធ្វើការ set មេដាយគាត់នៅលើ finger scan អញ្ចឹងតកតងនឹងការ load តកតងនឹងការ upload user នៅក្នុង finger scan ដំបូងយើងបើកមកយើងបើក app មកចេញបែបហ្នឹងហើយមួយទៀតមុននឹងយើងឲ្យ load user នឹងបានតើតែយើង connect យើងចុច connect នេះសិននេះ connect នេះដោយសារតាខ្ញុំធ្វើនេះអត់ទាន់ connect ជាមួយនឹង finger scan ទេអញ្ចឹងវា disconnect អញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនមាន finger scan ប្រភេទដូចខ្ញុំធ្វើការបង្ហាញនេះសូមបងប្អូន connect វាចុច click លើវាហើយបងប្អូនចុច connect យកពាក្យ connect តើតែវា connected ដល់ពេលដែលវា connected ហើយបងប្អូនចូលទៅក្នុងនេះ upload user info ចុចទៅកន្លែង upload user info ហ្នឹងមកដល់កន្លែងហ្នឹងតើតើនឹង upload user info ហ្នឹងយើងចុចឈ្មោះនេះយើងយកពាក្យinvite all យើងចុច zoom តិចបានងាយឃើញអស់អញ្ចឹងយើងចុច invite all មួយទៀតយើងចុចក្នុងនេះមកន័យថាគ្រប់ផ្នែកទាំងអស់គឺនៅក្នុងក្រុមហ៊ុនcompany food ចុច zoom តិចគ្រប់បុគ្គលិកទាំងអស់គឺនៅក្នុងនេះអញ្ចឹងយើងចុច invite មានន័យថា tick លើឈ្មោះនឹងទាំងអស់ invite all តបមកយើងចុច load ចុចកន្លែង upload មានន័យថា upload បុគ្គលិកទាំងអស់ចូលទៅក្នុង finger scan ហើយយើងចាំset មេដាយគាត់ទៅតាមឈ្មោះដែលគាត់មាននៅក្នុង finger scan តបមកយើងចុចកន្លែងនេះកន្លែង upload យើងចុចកន្លែងហ្នឹងមកអញ្ចឹងដោយសារតាuser ខ្ញុំតិចអញ្ចឹងវា load លឿនទេវាដាក់100% sorry វាដាក់100%អញ្ចឹងចុចតែប៉ុណ្្នឹងទៅវាចូលឈ្មោះបុគ្គលិកទាំងអស់ចូលទៅក្នុង finger scan ហើយលោកអ្នកអាចមើលឈ្មោះឧទាហរណ៍ថាឈ្មោះ Mr. Chan យើងហៅគាត់មកហើយយើងចូលទៅកន្លែងfinger scan ហ្នឹងហើយចំណប់scan មេដាយគាត់ដាក់ scan មេដាយគាត់ចូលមកវាមានចំនួន3ដងដែលវាអាច complete តែពេលបន្ទាប់ពី scan មេដាយរួចហើយយើងអាច test បានអញ្ចឹងតើតើនឹងការ upload មានតែប៉ុណ្្នឹងទេខ្ញុំនឹងបង្ហាញអំពីការមើល report មួយទៀតតើតើនឹងការមើល report បន្ទាប់ពីយើងបាន scan មេដាយបុគ្គលិក scan មេដាយចូលទៅការហើយយើងចុចកន្លែងនេះ download attendance log នេះមានន័យនេះបើសិនជាយើងភ្ជាប់វាហើយវានៅពេលយើងចុចកន្លែងហ្នឹងមកព័ត៌មានធ្លាក់មកកន្លែងនេះឬក៏ធ្លាក់កន្លែងនេះមាន user ឈ្មោះបុគ្គលិកទៅតាមម៉ោងធ្លាក់មកជួរនៅក្រោមបន្ទាប់យើងចុចកន្លែង download ដើម្បីទាញបុគ្គលិកដែល scan ក្នុងឯហ្នឹងអញ្ចឹងឲ្យគាត់ចូលធ្លាក់មកក្រោមបន្ទាប់ពីចូលមកក្រោមយើងចូលកន្លែង report នេះចូលកន្លែង report ហ្នឹងហើយយើងកំណត់ឧទាហរណ៍ឥឡូវយើងចង់មើលបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនហ្នឹងអញ្ចឹងយើងកំណត់ថ្ងៃខែយើងដាក់ថ្ងៃហ្នឹងនេះក៏នេះឧទាហរណ៍តែវាអត់បង្ហាញដោយសារតែខ្ញុំអត់ភ្ជាប់ជាមួយនឹង network ទៅកាន់ finger scan អញ្ចឹងយើងចុចតែកន្លែងហ្នឹងមកយើងចុចកន្លែង calculator ចុចកន្លែងហ្នឹងមកវានឹងលោតឈ្មោះបុគ្គលិកឈ្មោះថ្ងៃខែឈ្មោះម៉ោង scan out in អញ្ចឹង in មាន out អញ្ចឹងណាទៅតាមឈ្មោះនឹងមកតាមម៉ោងហើយមួយទៀតបើយើងចង់ឲ្យមើលទៅតាមផ្នែកឥឡូវផ្នែក HR ផ្នែក HR មាន2នាក់នេះផ្នែក HR មាន2នាក់ខ្ញុំស៊ូមតិចផ្នែក HR មាន2នាក់
ចឹងយើងចង់មើល Mr. Chan មួយយើងចុចកន្លែងហ្នឹងចុច calculate ហ្នឹងវានឹងសូមកឡើងនេះក៏នៃការឧទាហរណ៍បង្ហាញថែមហើយនឹងវីដេអូក្រោយទៀតខ្ញុំនឹងធ្វើការឧទាហរណ៍តេស្តជាមួយនឹងម៉ាស៊ីនខ្ញុំមកម៉ាស៊ីនដែលខ្ញុំភ្ជាប់ network អញ្ចឹងយើងអាចមើលតាមនឹងបានគ្រប់ផ្នែកទាំងអស់បុគ្គលិក cleaner នេះ cleaner មានតែ2នាក់អញ្ចឹងណាខ្ញុំកំណត់ដល់នេះតែ2នាក់អញ្ចឹង management ក៏2នាក់ដែរអូ sorry management មានតែម្នាក់ទេម្នាក់ CEO អញ្ចឹងតើតើនឹងការ show report មានតែប៉ុណ្ណឹងខ្ញុំមកបង្ហាញមួយទៀតតើតើនឹងការ upload មានន័យថាការ backup តន័យការ backup តន័យនេះវាមានសារៈសំខាន់ដែរនៅពេលដែល finger scan យើងវាខូចឬក៏មានបញ្ហាអីផ្សេងអញ្ចឹងឬក៏បាក់បែកឬក៏ឆេះអីយើងអាចយក data ហ្នឹងមក import បានចឹងដើម្បី export data ហ្នឹងចូលបានតែមុននឹង export តើតើយើងមាន data backup ព័ត៌មានទុកន័យថារក្សាព័ត៌មានដែល finger scan ហ្នឹងទុកទៅតងនឹងឈ្មោះបុគ្គលិកនិងម៉ោងធ្វើការអញ្ចឹងទៅតងនឹងការ backup យើងចូលឡើងនេះចុច backup ហើយយើងយកពាក្យdesktop ដោយសារ backup នេះនៅ2024 នោះ backup នេះវាអត់សូវដោយសារតែនេះវាមានកតុយជាប្រភេទ file ហើយនឹងកតុយហ្នឹងវាអត់ឲ្យវាអត់ស្គាល់ថាតើយើងលុបកតុយហ្នឹងចេញបានយើងអាច backup បានអញ្ចឹងខ្ញុំចូលទៅ backup ចូល desktop ខ្ញុំដាក់ backup file ខ្ញុំអត់កែបន្ថែមអីទេខ្ញុំចំណាំខ្លួនឯងតែខ្ញុំ save ក្នុង desktop តើមកដាក់នេះ database success តើមកទៀតយើងចង់ដឹងថា file នៅណានេះ file ខ្ញុំបាន backup មិញហ្នឹងនេះអញ្ចឹងយើងចង់ដឹងថាថ្ងៃហ្នឹងឬក៏អត់យើងចូល property មើលនេះចូល property មើលនេះgrade នេះនៅម៉ោង 12:22 អញ្ចឹងជា file ហ្នឹងថ្ងៃទី6 file ហ្នឹងអញ្ចឹងយើងចូលទាញវាចូលដើម្បី export នេះជាការឧទាហរណ៍ហើយអញ្ចឹងដើម្បី export នឹងបានយើងចូលឡើងនេះបន្ទាប់មកយើងចុចកន្លែងឈ្មោះ file ព្រោះឈ្មោះ file ហើយយើងយកពាក្យ database ហើយយើងចុចកន្លែងនេះចុចឈ្មោះ file ហ្នឹងឲ្យ load ចូលមកក្នុងហ្នឹងបន្ទាប់មកយើងចុច open អញ្ចឹងយើងទាញ file ឡើងចូលហើយប៉ុន្តែយើងអត់ទាន់ import អញ្ចឹងយើងចុច import អូខេអញ្ចឹងតើតើការ backup data ចូលមានតែប៉ុណ្្នឹងទេហើយនឹងវីដេអូក្រោយទៀតខ្ញុំធ្វើការបង្ហាញតេស្តផ្ទាល់ជាមួយនឹង finger scan ដែលខ្ញុំដោតខ្សែនេះទៅកាន់ finger scan អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនមានចំណល់ឬក៏តាមអត់ទាន់នៅកន្លែងណាមួយអាច comment បានខ្ញុំនឹងឆ្លើយតបរាល់ការ comment បងប្អូនទាំងអស់គ្នាសូមអរគុណ